hai đợt vậy ban chỉ nẹt thưa tì hiến đại còi pi năm mình thưa tì hiến đại còi mùi chỉ vật ni dây men ta nẹt trong ở nhom ni dây ca bật bẩn to pi phật sra men tế ta nẹt nâng ni dây ca bật tế bà ta nẹt trong đăng pìa vậy nhom trong khơi nẹt pe sờ vầng nhom mìnhได้สระวังเตខ្ញុំចាប់ផ្ដើមផឹកស្រាតាំងពីអាយុ3ឆ្នាំអាយុ5ឆ្នាំខ្ញុំផឹកឈ្នះក្មេងប្រុស2នាក់ដែលចាស់ជាងខ្ញុំ6ឆ្នាំអាយុ12ឆ្នាំផឹកស្រាដើម្បីយកក្លាហានលួចមើលស្រីងូទឹកអាយុ17ឆ្នាំអាយុ17ឆ្នាំមានរឿងអ្វីកើតឡើងអ្វីដែលលេងវែងបានធ្វើនៅអាយុ17ឆ្នាំនៅតែជាអាចកំបាំងរហូតមកដល់សប្តាហ៍ក្នុងនាមជាទីហ៊ានពិសេសលេងវែងថ្មីនេះបានចូលរួមក្នុងប្រតិបត្តិការចាប់ខ្លួនអ្នកជួញដូរគ្រឿងញៀនប្រតិបត្តិការក្រោមបញ្ជារបស់មេបញ្ជាការក្រុមវាយប្រហារបានរលទៅមុខបន្តិចម្ដងឆ្ពោះទៅរកកន្លែងផលិតគ្រឿងញៀនចំណែកលេងវែងបានកាន់កាប់ទីតាំងខ្ពស់ហើយបាញ់សម្លាប់អ្នកយាមគ្រឿងញៀននៅខាងក្រៅម្នាក់ម្ដងក្រោមការវាយប្រហារយ៉ាងសាហាវរបស់ទីហ៊ានពិសេសអ្នកជួញដូរគ្រឿងញៀនទាំងនេះមិនមែនជាគូប្រជែងទេហើយត្រូវបានកម្ចាត់យ៉ាងឆាប់រហ័សវាយប្រហារចំពីមុខនៅពេលដែលរថពាសដែកបានបុកទម្លុះរោងចក្រទីហ៊ានពិសេសនិងអ្នកជួញដូរគ្រឿងញៀនបានចាប់ផ្ដើមការបាញ់ប្រហារយ៉ាងសាហាវប្រឈមមុខនឹងការបង្កាប់ដោយកម្លាំងភ្លើងភ្លាមពួកអ្នកជួញដូរគ្រឿងញៀនត្រូវបានវាយប្រហារដោយមិនបានត្រៀមខ្លួនចំណែកមេខ្លោងគ្រឿងញៀនមួយជេបានឆ្លៀតឱកាសរត់ទៅជ្រុងខាងហើយបំផ្ទុះគ្រាប់បែកដែលបានកប់ទុកជាមុនមួយរំពេចនោះកងកម្លាំងពិសេសបានរងរបួសនិងស្លាប់យ៉ាងច្រើនគាត់ចង់ឆ្លៀតឱកាសរត់គេចពីទីនេះប៉ុន្តែនៅខាងក្រៅត្រូវបានឡោមព័ទ្ធដោយប៉ូលីសនិងទីហ៊ានមួយជេគ្មានជំរឿអ្វីក្រៅពីចាប់កូនចៅខ្លួនឯងធ្វើជាចំណាប់ខ្មាំងហើយបានបាញ់របួសទីហ៊ានពិសេសរបស់យើងម្នាក់ឃើញដូច្នេះលេងវែងភ្លាមនោះបានស្វែងរកមុំបាញ់ដ៏ល្អបំផុតប៉ុន្តែវូយេមិនបានបង្ហាញមុខតតែសោះរកមិនឃើញឱកាសបាញ់សំបីតែបន្តិចទីបញ្ជាការបានវិភាគរចនាសម្ព័ន្ធអគារតាមរយៈប្លង់ហើយបានរកឃើញថាបេតុងពង្រឹងដែកនៅទីនេះត្រូវបានពង្រឹងជាច្រើនជាន់មានតែអាវុធប្រឡាយលោកខ្នាតធំប៉ុណ្ណោះទើបអាចទម្លុះជញ្ជាំងបានហើយនៅពេលនេះដើម្បីបង្ខំឲ្យភីគីយើងចុះចាញ់វូយេថែមទាំងបានបាញ់ទីហ៊ានដែលដួលនៅលើដេម្ដងទៀតឃើញដូច្នេះលេងវែងមិនអាចទ្រាំបានទៀតទេគាត់បានលោតចុះមកហើយមកដល់ទីតាំងដែលជិតវូយេបំផុតលើកាំភ្លើងតម្រង់ក្នុងដង្ហើមតែមួយដោយពឹងផ្អែកលើការសង្កេតដ៏មុតស្រួចដែលបានហ្វឹកហាត់ជាច្រើនឆ្នាំលេងវែងបានទាញកែបាញ់គ្រាប់ទី1ដោយផ្ទាល់មានរឿងអីនរណាជាអ្នកបាញ់អ្នកបាញ់ស៊ីបគ្មានបញ្ជាប្រឈមមុខនឹងបញ្ជារបស់មេបញ្ជាការលេងវែងមិនបានខ្វល់ទេគាត់បានទាញកាសចេញហើយបន្តបាញ់ដោយស្ងប់ស្ងាត់បាញ់3គ្រាប់ជាប់គ្នានៅទីតាំងតែមួយគ្រាប់កាំភ្លើងទម្លុះជញ្ជាំងជាមួយយេហើយសម្លាប់គាត់លេងវែងអ្នករងចាំឡើងតុលាការយោធាទៅហើយនៅពេលនេះនៅម្ខាងទៀតនៃផែនដីមេខ្លោងគ្រឿងញៀនមិនដេងក៏ត្រូវបានប៉ូលីសចាប់ខ្លួនផងដែរប៉ុន្តែគាត់មិនភ័យស្លន់ស្លោតតែសោះហាក់ដូចជាអ្វីស្ថិតក្រោមការគ្រប់គ្រងរបស់គាត់ពេលដែលមិនដេងចិត្តត្រូវបាននាំឡើងរថយន្តប៉ូលីសគាត់បានយកបារីស៊ីកាមួយដើមមកដាក់ក្នុងមាត់ប៉ូលីសម្នាក់នៅក្បែរនោះបំរុងនឹងចូលទៅខាត់ប៉ុន្តែត្រូវបានបាញ់ដាច់ដៃមួយគ្រាប់តាមពិតមិនដេងបានចំណាយប្រាក់យ៉ាងច្រើនដើម្បីជួយទីហ៊ានស៊ីឈ្នួលមកកាប់ពីខ្លួនប្រឈមមុខនឹងការវាយប្រហារភ្លាមរបស់ទីហ៊ានស៊ីឈ្នួលកន្លែងកាត់ហេតុបានធ្លាក់ចូលក្នុងភាពវឹកវរភ្លាមម្យ៉ាងវិញទៀតគម្លាតនៃអាវុធនិងបរិក្ខាររវាងភីគីទាំងពីរគឺធំធេងពេកប៉ូលីសត្រូវបានបង្កាប់រហូតដល់គ្មានកម្លាំងតបបារីស៊ីការបស់មិនដេងទើបតែជួបបានពាក់កណ្ដាលប៉ូលីសដែលមកចាប់ខ្លួនគាត់ត្រូវបានសម្លាប់ទាំងអស់ហើយគាត់ឈរនៅស្ងៀមរងចាំគេដោះខ្នោះដៃបន្ទាប់មកមិនដេងបានហុចបារីស៊ីកាទៅឲ្យទីហ៊ានស៊ីឈ្នួលហើយគាត់បានបង្វែរកាណុងកាំភ្លើងតម្រង់ទៅប៉ូលីសរួចបាត់បន្ទាប់ពីបញ្ចេញកំហឹងក្នុងចិត្តរួចមិនដេងបាននាំកូនចៅរបស់គាត់ទៅរៀបចំពិធីបុណ្យសពដ៏ធំមួយតាមពិតអ្នកជួញដូរគ្រឿងញៀនវូយ៉ៃដែលត្រូវបានលេងវែងសម្លាប់គឺជាប្អូនប្រុសបង្កើតរបស់មិនដេងបងប្រុសទីបំផុតខ្ញុំបានជួយបងធ្វើរឿងធំមួយហើយឯងប្រញាប់ត្រឡប់មកវិញភ្លាមបងមើលចុះខ្ញុំបានប្រាប់ហើយថាខ្ញុំច្បាស់ជាអាចជួយបងបានវូយ៉ៃឯងប្រញាប់រត់ទៅឯងប្រហែលជាត្រូវបានប៉ូលីសចិនឡោមព័ទ្ធហើយបងកុំបន្លាចខ្ញុំអីប៉ូលីសណែណាប៉ូលីសបងជួយខ្ញុំផងពីអេក្រង់ទូរស័ព្ទមិនដេងបានឃើញតបភ្នែកអូនប្រុសរបស់គាត់ត្រូវបានលេងវែងសម្លាប់ដើម្បីសងសឹកឲ្យគាត់មិនដេងបានប្រើប្រាក់$100 លានដាក់រង្វាន់លើក្បាលរបស់លេងវែងកុំមើលស្រាលប្រទេសចិនពេលអ្នកជួបគាត់អ្នកនឹងដឹងថាអ្នកកំពុងប្រឈមមុខនឹងអ្វីប្រទេសចិនគឺជាតំបន់ហាមឃាត់សម្រាប់ទីហ៊ានស៊ីឈ្នួលដោយពួកអ្នកមេបញ្ជាការទីហ៊ានស៊ីឈ្នួលឡៅម៉ៅមិនបានទុកពាក្យរបស់មិនដេងក្នុងចិត្តទេក្នុងពេលជាមួយគ្នានេះលេងវែងដោយសារតែនៅក្នុងប្រតិបត្តិការបានបំពេញបញ្ជារបស់ថ្នាក់លើហើយបាញ់ដោយគ្មានការអនុញ្ញាតកំពុងត្រូវបានស៊ើបអង្កេតដោយនាយកដ្ឋានរៀបចំតែសម្រាប់មនុស្សមានអារម្មណ៍យ៉ាងណាខ្ញុំមិនមានអារម្មណ៍ថាសម្រាប់មនុស្សទេមានតែអារម្មណ៍ថាជួយសង្គ្រោះមនុស្សជួយសង្គ្រោះមិត្តរួមអាវុធមានអារម្មណ៍ថាល្អណាស់អ្នកមានអារម្មណ៍ថាល្អណាស់បាទបំពេញបញ្ជានៅសមរភូមិវាជាភារកិច្ចចំពោះសកម្មភាពបាញ់ដើម្បីជួយសង្គ្រោះមិត្តរួមអាវុធលេងវែងមិនមានអារម្មណ៍ថាខុសទេប៉ុន្តែវិន័យកងទ័ពគឺតឹងរឹងដូច្នេះលេងវែងនៅតែត្រូវបានឃុំខ្លួនពេលនោះឡុងឆេវៀនបានដើរចូលមកក្នុងនាមជាមេបញ្ជាការកងអនុហ្វេណាធំយ៉ែនឡៃឡុងឆេវៀនកោតសរសើរចំពោះសមត្ថភាពនិងភាពក្លាហានរបស់លេងវែងដូច្នេះនាងសម្រេចចិត្តផ្ដល់ឱកាសឲ្យលេងវែងធ្លាប់ព្រឺពីកងអនុហ្វេណាធំយ៉ែនឡៃទេធ្លាប់ព្រឺកងទ័ពឃីវនៅក្នុងកងកម្លាំងពិសេសរបស់ចិនមានអ្វីទៀត
កងអនុហ្វេណាធំយ៉ាននឹងផ្សំឡើងពីឥស្សរជននៅក្នុងកងកម្លាំងពិសេសរបស់ចិនបំពាក់ដោយអាវុធ